សុស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់បងប្អូនយើងពីរបៀបបង្កើត FID នៅក្នុងឆ្នាំ2025នេះបងប្អូនទាំងគ្នាដោយសារតែមានបងប្អូនយើងច្រើនមែនទែនដែលគាត់តែងតែ comment សួរខ្ញុំគាត់ឆាតមកសួរខ្ញុំពីរបៀបបង្កើត FID ហើយមានអ្នកខ្លះទៀតមានតែឲ្យខ្ញុំនឹងបង្កើតឲ្យគាត់ឆាច់លុយឲ្យខ្ញុំតាមនឹងអញ្ចឹងទៅក៏ប៉ុន្តែខ្ញុំអត់ចង់អញ្ចឹងទេគឺខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នា free អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចង់បង្កើត FID មួយដែលទុកប្រើប្រាស់ផ្ទាល់ដោយខ្លួនឯងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលម្អិតជូនអ្នកទាំងអស់គ្នាតែម្ដងតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាផងដែរទៅលើការបង្កើត FID ថ្ងៃនេះគឺយើងបង្កើតដោយប្រើ iCloud អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាខ្លាចជួប iCloud គួរតែអ្នកទាំងអស់គ្នាមើលវីដេអូនេះម្ដងហើយម្ដងទៀតឬមួយក៏មើលបដាទៅបង្កើតបដាដើម្បីកុំឲ្យខុសអញ្ចឹងណាហើយអ្វីដែលសំខាន់គឺទៅលេខកូដទេអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចាំលេខកូដគឺវាអត់ប្រឈមជាមួយនឹងជួប iCloud ជួបអីទេដោយសារតែទៅលើការបង្កើតបែបនេះបើសិនជាអ្នកទាំងអស់គ្នាបង្កើតហើយផ្លេចលេខកូដគឺអ្នកទាំងអស់គ្នាអាចនឹងជួប iCloud ដោយសារពេលដែលយើងបើកវាបង្កើតវាហើយគឺវានឹងបើកចាក់ iCloud ដែលយើងអូតូតែម្ដងពេលដែលយើងបង្កើតហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទៅបិទ iCloud ហ្នឹងក៏បានដូចគ្នាផងដែរអូខេអញ្ចឹងកុំឲ្យខាតពេលវេលាតើយើងទៅមើលពីរបៀបបង្កើត iCloud នៅឆ្នាំ2025នេះជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងដើម្បីបង្កើតបានគឺអ្នកនរគ្នាអាចចូលទៅក្នុង App Store ក៏បានឬមួយក៏អ្នកនរគ្នាចូលទៅក្នុង setting ទូរស័ព្ទដៃ iPhone របស់យើងផ្ទាល់ក៏បានដូចគ្នាឥឡូវខ្ញុំសូមចូលទៅក្នុង setting បន្តមកទៀតគឺអ្នកនរគ្នានឹងបានឃើញត្រង់កន្លែងនេះគឺគេដាក់ថា Apple account យើងចុចមកលើពាក្យហ្នឹងមកពេលដែលចូលមកដល់ចំណុចត្រង់កន្លែងនេះបើសិនជាអ្នកនរគ្នាមានជាមួយនឹង Apple ID ស្រាប់គឺអ្នកនរគ្នាអាចធ្វើការបំពេញចុចយកទី1ក៏បានឬមួយក៏ទី2ក៏បានដែរអានេះគឺទី1គេបញ្ជាក់ប្រាប់ថាបើសិនជាអ្នកនរគ្នាមានជាមួយនឹង Apple ID ស្រាប់អ្នកនរគ្នាគ្រាន់តែយកទូរស័ព្ទមកដាក់ចិត្តគ្នាទៅគឺវានឹង load sign in ចូលហើយបើសិនជាយើងមានទូរស័ព្ទដៃតែមួយទេគឺយើងអាចចុចខាងក្រោមក៏ប៉ុន្តែឥឡូវនេះគឺយើងអត់មានជាមួយនឹង Apple ID ទេអ្វីដែលអ្នកនរគ្នាត្រូវធ្វើគឺមើលនៅខាងក្រោមនេះគឺអ្នកនរគ្នាអត់ទាន់មានជាមួយនឹង Apple ID នៅឡើយទេអ្នកនរគ្នាអញ្ចឹងយើងចុចខាងក្រោមគេបំផុតនេះមកអូខេចូលមកដល់ចំណុចត្រង់កន្លែងនេះដោយសារតែនៅក្នុងឆ្នាំ2025ទៅលើការ update ទៅលើការបង្កើនហ្នឹងគឺគេមាន3ជម្រើសឲ្យអ្នកនរគ្នាទី1សម្រាប់ក្មេងអាយុ12ឆ្នាំឡើងទៅហើយទី2សម្រាប់វ័យជំទង់13ឆ្នាំទៅ17ឆ្នាំទី3អាយុ18ឆ្នាំបានន័យថាពេញកំឡោះឡើងទៅអញ្ចឹងអ្នកនរគ្នាអញ្ចឹងសម្រាប់អ្នកនរគ្នាដែលប្រើប្រាស់ទូរស័ព្ទដៃ iPhone ខ្ញុំជឿថាភាគច្រើនគឺអាយុ18ឆ្នាំអីយើង select យកខាងក្រោមមកអូខេខ្ញុំចុចយកខាងក្រោមបន្តមកទៀតចូលមកដល់ចំណុចត្រង់កន្លែងនេះគឺគេឲ្យយើងធ្វើការបំពេញជាមួយនឹងឈ្មោះរបស់យើងអ្នកទាំងអស់គ្នាដាក់ឈ្មោះអីក៏បានដែរឥឡូវខ្ញុំសូមដាក់ជាមួយនឹងឈ្មោះរបស់ខ្ញុំសិនអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ឈ្មោះរួចរាល់ហើយអ្នកទាំងអស់គ្នាចុចកន្លែង add ថ្ងៃខែឆ្នាំកំណើតនៅខាងក្រោមនេះយើងចុចកន្លែង add នេះមកបន្តមកទៀតគឺអ្នកទាំងអស់គ្នាចុចទៅលើឆ្នាំយើងទៅរើសឆ្នាំដែលយើងបានកើតសិនយើងដាក់អាចនឹងឆ្នាំ2000ឬមួយក៏អ្នកទាំងអស់គ្នាកើតឆ្នាំប៉ុន្មានដាក់ឆ្នាំប៉ុណ្ណឹងមកឥឡូវហើយខ្ញុំសូម recommend អ្នកទាំងអស់គ្នាបន្តិចកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាបង្កើតទុកប្រើប្រាស់ផ្ទាល់ដែលខ្លួនឯងតែម្ដងគឺដាក់ថ្ងៃខែឆ្នាំកំណើតដែលត្រឹមត្រូវតែម្ដងទៅឥឡូវខ្ញុំសូមធ្វើការរើសជាមួយនឹងថ្ងៃខែឆ្នាំកំណើតដែលខ្ញុំបានចាប់កំណើតសិនអូខេខែ9ឆ្នាំ2000ហើយថ្ងៃខែគឺអ្នកនរគ្នាអាច select តាមក្រោយថ្ងៃណាយើងអាចធ្វើការ select តាមនឹងមកអូខេខ្ញុំ select ប៉ុណ្ណឹងថ្ងៃ24ខែ9ឆ្នាំ2000អានេះគឺមិនមែនជាថ្ងៃកំណើតរបស់ខ្ញុំផ្ទាល់ទេប៉ុន្តែខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាងាយយល់អូខេបន្តមកទៀតចូលមកដល់ចំណុចត្រង់កន្លែងនេះគឺគេសួរថាគឺគេឲ្យយើងតម្រូវវាយជាមួយនឹង email ចូលហើយទៅលើការបង្កើត Apple ID ដោយប្រើប្រាស់ email បើសិនជាអ្នកនរគ្នាអត់ទាន់យល់គឺខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅពេលក្រោយក៏ប៉ុន្តែឥឡូវនេះគឺខ្ញុំអត់ចង់បង្កើតដោយប្រើប្រាស់Gmail ឬមួយក៏ Google account នឹងទេដោយសារតែវារៀងយូរអញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអត់ទាន់មានជាមួយនឹង email នៅឡើយទេគឺអ្នកនរគ្នាអាចចុចខាងក្រោមនេះមកនេះ Do not have an email address យើងចុចលើពាក្យហ្នឹងមកបន្តមកទៀតគឺគេឲ្យយើងនឹងទទួលបានជាមួយនឹង email ឬមួយក៏ iCloud នឹងមួយអ្នកនរគ្នាចុចខាងលើនេះមកនេះគេដាក់ថា get an iCloud email address យើងចុចមកលើពាក្យហ្នឹងមកអូខេចូលមកដល់ចំណុចកន្លែងនេះគឺអ្នកនរគ្នាអាចសរសេរជាឈ្មោះឬមួយក៏សរសេរជាអ្វីក៏បានដែរដើម្បីឲ្យយើងស្រួលចាំអញ្ចឹងណាឥឡូវខ្ញុំសូមធ្វើការវាយចូលទៅសិនខ្ញុំសូមដាក់បែបនេះដូចគ្នាទៅនឹងឈ្មោះរបស់ខ្ញុំហើយបន្តមកទៀតគឺយើងចុចទៅ continue ទៅអ្នកនរគ្នាអូខេបន្តមកទៀតគឺវានឹង load ឲ្យយើង create ជាមួយនឹង email address បានមួយយើងចុចកន្លែង create នៅខាងក្រោមនឹងមក
ok chẳng cho mà nói trong nói lại ní cứ trong nói sầm khăn á đôi để nhôm bàn bị chuyện chẳng từ lời ca bằng cát bài ní cứ sầm khăn từ lời codeไปได้ยังធ្វើការបង្កើតហើយសូមអ្នកទាំងអស់គ្នាយក3จุดសភៅដើម្បីយកមកកត់ទុកដើម្បីកុំឲ្យភ្លេចចឹងណាអូខេឥឡូវខ្ញុំសូមធ្វើការវាយលេខកូដចូលសិនដោយសារតែកន្លែងនេះខ្ញុំបាំងហើយអ្នកទាំងអស់គ្នាដោយសារតែវាជាលេខសម្ងាត់របស់ខ្ញុំឥឡូវខ្ញុំសូមវាយចូលទៅសិនអូខេឥឡូវខ្ញុំបានធ្វើការវាយជាមួយនឹងលេខកូដសម្ងាត់របស់ខ្ញុំចូលទៅហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចត្រង់ចំណុចកន្លែងនេះគឺដាក់ឈ្មោះដាក់អក្សរបែបម៉េចកុំឲ្យជាន់ទៅនឹងឈ្មោះ email address ឬមួយក៏ឈ្មោះ account ដែលយើងបានធ្វើការបង្កើតមកហ្នឹងគឺដាច់ខាតតែម្ដងអ្នកទាំងអស់គ្នាមិនថាមួយអក្សរឬមួយក៏ពីរអក្សរទេអត់ឲ្យដាច់ខាតតែម្ដងអញ្ចឹងដើម្បីងាយស្រួលគឺអ្នកទាំងអស់គ្នាកុំដាក់ឲ្យជាន់ទៅនឹងឈ្មោះឬមួយក៏ email របស់យើងគឺយើងដាក់អក្សរដាក់អីផ្សេងទៅអូខេបន្តមកទៀតគឺអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា continueបន្ទាប់ពីយើងចុច continue ទៅចូលមកដល់ចំណុចត្រង់កន្លែងនេះគឺគេឲ្យយើងតម្រូវ verify ជាមួយនឹងលេខទូរស័ព្ទដៃអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់មានជាមួយនឹងលេខទូរស័ព្ទដៃក៏អាចបង្កើតបានដែរអ្នកនរគ្នាអញ្ចឹងយើងខ្ញុំសូមវាយជាមួយនឹងលេខទូរស័ព្ទដៃរបស់ខ្ញុំចូលទៅសិនឥឡូវខ្ញុំបានវាយជាមួយនឹងលេខទូរស័ព្ទដៃរបស់ខ្ញុំចូលទៅហើយវាមាន2ចំណុចទី1គឺឲ្យផ្ញើសារមកយើងជាលក្ខណៈ SMS ហើយទី2បើសិនជាយើងចង់លឿនគឺយើងដាក់ call តែម្ដងទៅបន្តមកទៀតគឺអ្នកនរគ្នាចុច continue មកហើយយើងរងចាំលេខកូដវាផ្ញើមកឲ្យយើងអ្នកនរគ្នាអូខេឥឡូវនេះគឺវាផ្ញើមកឲ្យយើងហើយជាមួយនឹងលេខកូដ6ខ្ទង់ខ្ញុំសូមវាយចូលទៅតែម្ដងអញ្ចឹងសូមបញ្ជាក់អ្នកនរគ្នាបន្តិចពេលដែលយើងធ្វើការបង្កើត Apple ID នៅត្រង់ចំណុចកន្លែងនេះគឺអ្នកនរគ្នាត្រូវតែដាក់លេខទូរស័ព្ទដៃនៅក្នុងទូរស័ព្ទដៃ iPhone ដែលយើងកំពុងតែធ្វើការបង្កើតនឹងតែម្ដងអូខេឥឡូវយើងចុច agree ទៀតមកបន្តមកទៀតគឺវានឹង load ចូលឲ្យយើងទៅប្រើប្រាស់ឲ្យអ្នកនរគ្នាចេញមកបែបនេះគឺយើងបង្កើតបាន70ទៅ80%ហើយអ្នកនរគ្នាឥឡូវយើងរងចាំវាបន្តិចសិនទៅអញ្ចឹងទៅលើការបង្កើតបែបនេះគឺងាយស្រួលខ្លាំងមែនតើអ្នកនរគ្នាក៏ប៉ុន្តែវាងាយជួបជាមួយនឹង iCloud បើសិនជាអ្នកនរគ្នាភ្លេចជាមួយនឹងលេខកូដដែលអ្នកនរគ្នាបានដាក់មុននឹងអញ្ចឹងណាហើយសូមបញ្ជាក់អ្នកនរគ្នាបន្តិចពេលដែលអ្នកនរគ្នាធ្វើការបង្កើតគឺអ្នកនរគ្នាគួរតែចាក់លេខកូដដៃអញ្ចឹងមកអ្នកនរគ្នាអានេះពេលដែលយើងចាក់សោលេខកូដដៃពេលដែលយើង log in iCloud នឹងចូលទៅគឺវានឹងទាមទារលេខកូដដៃពីទូរស័ព្ទដៃរបស់យើងហើយយើងគ្រាន់តែវាយចូលទៅវានឹង load sign in ចូលឲ្យយើងចូលដល់ចំណុចកន្លែងនេះគឺល្អប្រសើរខ្លាំងមែនតើអូខេប៉ុណ្ណឹងគឺរៀបរាប់ហើយយើងចុចកន្លែងនេះមកហើយយើងចុច continue មកអ្នកនរគ្នាដើម្បីភ្ជាប់ទៅនឹង App Store ដើម្បីទុក download អីអញ្ចឹងអ្នកនរគ្នាអូខេឥឡូវខ្ញុំភ្ជាប់ទៅហើយអូខេឥឡូវយើងចូលទៅក្នុង App Store តែម្ដងអ្នកនរគ្នាគឺយើងចូលទៅធ្វើការ download ហើយចង់ដឹងថាយើងបង្កើតហើយមិនហ្នឹងគឺយើង download បានអត់ឥឡូវខ្ញុំសូមធ្វើការ download ជាមួយនឹង Facebook មុនគេអូខេយើងចុច get startអូខេអ្នកនរគ្នាចុច install មកហើយបន្តមកទៀតអ្នកទាំងអស់គ្នាវាយជាមួយនឹងលេខកូដសម្ងាត់ដែលអ្នកនរគ្នាបានធ្វើការបង្កើតនៅខាងដើមហ្នឹងធ្វើម៉េចក៏ដោយអ្នកនរគ្នាកុំឲ្យភ្លេចអូខេបន្តមកទៀតគឺយើងចុច sign in ចូលទៅអូខេបន្តមកទៀតមកគឺវានឹងចេញបែបនេះគឺអ្នកនរគ្នាអាចចុចទៅលើពាក្យថា review ដើម្បីបំពេញជាមួយនឹងព័ត៌មានខ្លះៗដើម្បីឲ្យយើងអាចធ្វើការ download បាន 100% ហើយអ្នកនរគ្នាបំពេញត្រង់ចំណុចកន្លែងនេះហើយគឺអ្នកនរគ្នាអាចបង្កើតហើយអាចយកវាទៅបុកលុយក៏បានដូចគ្នាដែរអញ្ចឹងអ្នកនរគ្នាចូលមកដល់ចំណុចកន្លែងនេះគឺអ្នកនរគ្នាខាងក្រោមនេះបើកមកហើយកន្លែង country នេះគឺយើងដាក់ Cambodia ធម្មតាចឹងមកអ្នកនរគ្នាកន្លែង Cambodia ហ្នឹងខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចបើសិនជាយើងអត់ select ទៅលើ Cambodia ពេលដែលយើងបំពេញបែបបត់ត្រង់ចំណុចកន្លែងនេះហើយគឺអ្នកនរគ្នាអត់អាច download ជាមួយនឹង game ខ្លះបានទេអ្នកនរគ្នាដោយសារតែ game ខ្លះវាអត់ support នៅស្រុកគេដូច game Mobile Legends បើសិនជាយើងបង្កើតខុសគឺពេលខ្លះចូលទៅវា download បានទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាកន្លែងនេះគឺលេខផ្លូវលេខអីហ្នឹងគឺអ្នកនរគ្នាដាក់តាមខ្ញុំអញ្ចឹងមកហើយ city គឺទីក្រុងកន្លែងនេះគឺ country ហើយ postal code គឺអ្នកនរគ្នាដាក់ 12000 ហើយលេខទូរស័ព្ទគឺអ្នកនរគ្នាដាក់ជាមួយនឹងលេខទូរស័ព្ទដែលយើងបានធ្វើការបង្កើតមិញហ្នឹងមកអូខេប៉ណ្ណឹងគឺរួចរាល់ហើយអ្នកនរគ្នាហើយកន្លែងនេះគឺយើងដាក់ណាន់យើងចុច submit មកអូខេហើយយើងចុច continue ទៅតប៉ុណ្នេះគឺរួចជាការស្រេចអ្នកនរគ្នាទៅលើការបង្កើត Apple ID របស់យើងហ្នឹងគឺបានសម្រេច 100% ហើយឥឡូវយើងចុច download account Facebook សារថ្មីដោយសារតែមិញហ្នឹងគឺវាអត់ទាន់ down ឲ្យយើងទេដោយសារតែយើងត្រូវទៅបំពេញចំណុចខ្លះៗទៀតចឹងណាអូខេឥឡូវខ្ញុំចុច download យើងចុច install មកយើងវាយលេខកូដចូលម្ដងទៀតអ្នកនរគ្នាបន្តមកទៀតគឺអ្នកនរគ្នាចុច sign in ម្ដងទៀតមក
ok អ្នកនរគ្នាឥឡូវឃើញថា account Facebook របស់យើងហ្នឹងគឺកំពុងតែដំណើរការអ្នកនរគ្នាកំពុងតែ download ទេតែដោយសារតែ Wi-Fi របស់ខ្ញុំរៀងយឺតបន្តិចចឹងណាឥឡូវខ្ញុំសូមធ្វើការ download ជាមួយនឹង Messenger មួយទៀតដោយសារទូរស័ព្ទដៃរបស់យើងថ្មីពេលច្រើនពេលដែលយើងយកមកគឺយើងត្រូវការ download ជាមួយនឹងaccount Facebook ឬមួយក៏ chat Messenger អញ្ចឹងហើយកន្លែងនេះគឺគេតម្រូវយើងវាយជាមួយនឹងលេខកូដដៃឬមួយក៏ទូរស័ព្ទដៃ iPhone អញ្ចឹងគឺយើងអាចធ្វើការ scan មកដោយសារតែវាទាមទារជាមួយនឹងលេខកូដចាក់សោ lock screen ណាអ្នកនរគ្នាអូខេឥឡូវឃើញថាយើងបង្កើតបាន 100% អ្នកនរគ្នាអរគុណច្រើនហ្នឹងហើយបើសិនជាអ្នកនរគ្នាគិតថាជាមួយនឹងវីដេអូមួយនេះមានប្រយោជន៍កុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងហើយបើសិនជាអ្នកនរគ្នាកំពុងតែមើលខ្ញុំនៅលើ Facebook Page កុំភ្លេចចុច Follow ដើម្បីតាមដានជាមួយនឹងវីដេអូថ្មីៗដែលខ្ញុំនឹងធ្វើការ update ជារៀងរាល់ថ្ងៃផងដែរអរគុណច្រើនខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតអញ្ចឹងបើសិនជាអ្នកនរគ្នានៅតែអត់ទាន់ចេះបង្កើតជាមួយនឹង Apple ID ឬក៏ iCloud ហ្នឹងអ្នកនរគ្នាឲ្យគេបង្កើតឲ្យហ្នឹងគឺមានហានិភ័យច្រើនខ្លាំងមែនតើមូលហេតុគឺដោយសារតែគេដឹងជាមួយនឹង password Apple ID ឬក៏ iCloud របស់យើងហ្នឹងឯងអញ្ចឹងបើសិនជាយើងវាយចូលហើយយើង upload យើងចាក់ iCloud ចូលទៅរូបថតរបស់យើងអ្វីៗផ្សេងរបស់យើងហ្នឹងគឺវានឹង upload ចូល iCloud អញ្ចឹងហើយឯកសារផ្សេងៗបើសិនជាគេចង់ធ្វើបាបយើងគេអាច share ជាមួយនឹង iCloud របស់យើងបានអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមានមកជាមួយនឹង tip 2ចំណុចយកមកបង្ហាញអ្នកនរគ្នាពីរបៀបបង្កើត Apple ID ឬមួយក៏ iCloud ងាយៗត្រឹមតែ3នាទីតែប៉ុណ្ណោះអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរបើសិនជាអ្នកនរគ្នាចង់ទិញទូរស័ព្ទដៃថ្មីហើយអត់ទាន់ចេះធ្វើការបង្កើតតោះទៅមើលមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយបើសិនជាអ្នកនរគ្នាចង់ទិញដាច់វាយដូបងរំលោះទូរស័ព្ទដៃអីអ្នកនរគ្នាក៏អាចឆេជាមួយនឹងហាង Bona Store បានផងដែរនៅហាងរបស់គាត់មានលក់ដូចជាទូរស័ព្ទដៃ iPhone iPad Samsung និងទូរស័ព្ទដៃបន្តិចគ្រប់ជម្រើសតែម្ដងហើយសម្រាប់ព័ត៌មានបន្ថែមអ្នកនរគ្នាអាច check មើល link នៅលើ description ដែលខ្ញុំដាក់នៅខាងលើអញ្ចឹងទៅលើការបង្កើត Apple ID ឬមួយក៏ iCloud ហ្នឹងគឺអត់មានអីពិបាកទេអ្នកនរគ្នាចំណាយពេលត្រឹមតែ3នាទីតែប៉ុណ្ណោះអ្នកនរគ្នានឹងចេះធានាថាបង្កើតបាន 100% តែម្ដងអូខេអញ្ចឹងហ្នឹងគឺខ្ញុំមានមកជាមួយនឹងទូរស័ព្ទដៃថ្មីផងដែរ iPhone 12 Pro Max ទើបតែបានមកក្តៅអញ្ចឹងខ្ញុំសូមធ្វើការបង្កើតនៅលើទូរស័ព្ទដៃ iPhone 12 Pro Max ថ្មីហ្នឹងតែម្ដងអូខេអ្នកនរគ្នាគ្រាន់តែធ្វើការចូលមក setting មកហើយទូរស័ព្ទដៃថ្មីគឺវាអត់ទាន់មានអីទេដូចដែលអ្នកនរគ្នាបានឃើញអញ្ចឹងគឺទទេស្អាតអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាចុចមកលើកន្លែងនេះពាក្យគេដាក់ថា sign in your iPhone អូខេចូលដល់ចំណុចត្រង់នេះបើសិនជាអ្នកនរគ្នាមានស្រាប់អ្នកនរគ្នាអាចធ្វើការវាយចូលបានប៉ុន្តែយើងអត់ទាន់មានទេឥឡូវហ្នឹងគឺយើងធ្វើការចុចទៅលើពាក្យថា don't have Apple ID យើងចុចមកលើពាក្យហ្នឹងមកបន្តមកទៀតគឺរឿងចូលមកដល់ចំណុចត្រង់នេះគឺខ្ញុំសូមធ្វើការ recommend ឲ្យអ្នកនរគ្នាបង្កើតដាក់ជាមួយនឹងឈ្មោះពិតថ្ងៃខែឆ្នាំកំណើតពិតដើម្បីកុំឲ្យពិបាកនៅថ្ងៃក្រោយអូខេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការវាយជាមួយនឹងឈ្មោះរបស់ខ្ញុំអញ្ចឹងបន្ទាប់ពីយើងធ្វើការសរសេរឈ្មោះក៏ដូចជាដាក់ថ្ងៃខែឆ្នាំកំណើតរួចរាល់ហើយអ្នកនរគ្នាធ្វើការចុចពាក្យ continue ទៅចូលមកដល់ចំណុចត្រង់នេះគឺគេឲ្យយើងធ្វើការវាយជាមួយនឹង email បើសិនជាយើងអត់ទាន់មាន email ទេគឺយើងអាចធ្វើការបង្កើត email តែបើសិនជាយើងមានស្រាប់យើងអាចធ្វើការវាយ email នៅចំណុចត្រង់នេះមកប៉ុន្តែសម្រាប់ខ្ញុំឥឡូវនេះគឺខ្ញុំអត់មាន email ដែរអញ្ចឹងយើងត្រូវធ្វើម៉េចនៅខាងក្រោមនេះគឺគេដាក់ថា don't have email address អញ្ចឹងយើងចុចទៅលើពាក្យហ្នឹងមកគឺយើងនឹងធ្វើការបង្កើតជាមួយនឹង email ថ្មីតែម្ដងឬមួយក៏ iCloud ថ្មីតែម្ដងអូខេអញ្ចឹងពេលដែលយើងធ្វើការចុចរៀបរាល់ហើយគឺវានឹងចេញបែបនេះអញ្ចឹងយើងចុចខាងលើនេះមក get iCloud email តែម្ដងអូខេហើយយើងធ្វើការវាយចូលមកវាយមិនក៏បានដែរត្រង់ចំណុចកន្លែងនេះអ្នកនរគ្នាឥឡូវខ្ញុំសូមធ្វើការវាយជាមួយនឹងឈ្មោះរបស់ខ្ញុំតែម្ដងអូខេរួចរាល់អញ្ចឹងខ្ញុំសូមធ្វើការដាក់បែបនេះពេលដែលយើងធ្វើការកំណត់កន្លែងនេះរួចរាល់ហើយអ្នកនរគ្នាអាចធ្វើការចុច continue ទៅហើយខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចចំណុចត្រង់កន្លែងនេះអ្នកនរគ្នាមិនចាំបាច់ទៅសេតាមខ្ញុំទេដាក់ទៅតាមអ្វីដែលបងប្អូនចង់ដាក់អូខេខ្ញុំចុច continue មកពេលដែលយើងធ្វើការចុច continue ទៅវានឹងលោតពាក្យថា create email address យើងធ្វើការ select មកលើវានឹងមកអូខេចូលមកដល់ចំណុចត្រង់នេះគឺជាចំណុច password អ្នកនរគ្នាអញ្ចឹងទៅលើការកំណត់ password នៅចំណុចត្រង់កន្លែងនេះអ្នកនរគ្នាដាក់មិនដាក់ទៅហើយសូមបញ្ជាក់អ្នកនរគ្នាបន្តិចកុំដាក់ឲ្យជាន់ឈ្មោះនឹង email ដែលយើងបានធ្វើការបង្កើតមិនដូចឈ្មោះរបស់ខ្ញុំអញ្ចឹងបើសិនជាខ្ញុំយកមកសរសេរដាក់នៅកន្លែងហ្នឹងគឺវាអត់ឲ្យទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការដាក់មិនដាក់ទៅឥឡូវខ្ញុំសូមធ្វើការដាក់ជាលេខហើយយើងធ្វើការកំណត់អក្សរអង់គ្លេសធំមួយតូចមួយអូខេអញ្ចឹងសម្រាប់របស់ខ្ញុំគឺដាក់បែបនេះបន្ទាប់ពីយើងធ្វើការកំណត់ password រៀបរាល់ហើយអ្នកនរគ្នាគ្រាន់តែធ្វើការចុច continue មកអញ្ចឹងចូលមកដល់ចំណុចត្រង់នេះគឺគេតម្រូវឲ្យយើង verify ជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងហើយចំណុចខាងលើនេះគឺសម្រាប់ប្រទេសអ្នកនរគ្នាធ្វើការដូរដាក់មក Cambodia វិញមកអូខេយើងកំណត់ Cambodia មកហើយយើងធ្វើការវាយជាមួយនឹងលេខទូរស័ព្ទដៃដែលអ្នកនរគ្នាកំពុងតែប្រើមកឥឡូវខ្ញុំសូមធ្វើការវាយជាមួយនឹងលេខទូរស័ព្ទដៃរបស់ខ្ញុំសិន
បន្ទាប់ពីយើងធ្វើការវាយលេខទូរស័ព្ទហើយអ្នកនរគ្នាtake យកកន្លែងគ្រីសខាងលើនឹងមក take message ហើយយើងធ្វើការចុច continue មកអ្នកទាំងអស់គ្នាអូខេបន្តមកទៀតគឺវានឹងធ្វើការផ្ញើសារទៅលេខទូរស័ព្ទដៃរបស់យើងឥឡូវខ្ញុំសូមធ្វើការវាយជាមួយនឹងលេខកូដសម្ងាត់ហ្នឹងចូលទៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំសិនអូខេបន្ទាប់ពីយើងធ្វើការវាយជាមួយនឹងលេខកូដ reroll ហើយយើងធ្វើការចុច continue ទៅអ្នកនរគ្នាបន្ទាប់ពីចុច continue ទៅគឺរួចបាន 90% ហើយអ្នកនរគ្នាអូខេចូលមកដល់ចំណុចត្រង់នេះគឺរួចហើយយើងធ្វើការចុច agree មកចុចវា agree រហូតមកអ្នកនរគ្នាអូខេអញ្ចឹងទៅលើ Apple ID ឬមួយក៏ iCloud របស់យើងហ្នឹងគឺធ្វើការបង្កើតបានរួចរាល់ហើយប៉ុន្តែនៅសល់មួយចំណុចទៀតអញ្ចឹងបន្ទាប់ពីយើងធ្វើការរងចាំវា process រួចរាល់មកគឺវានឹងចេញបែបនេះអ្នកនរគ្នាអូខេអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែធ្វើការចូលទៅ download នៅលើ App Store របស់យើងអូខេយើងទៅបំពេញព័ត៌មានខ្លះបន្ថែមទៀតឥឡូវខ្ញុំចង់ធ្វើការ download ជាមួយនឹង Facebook របស់ខ្ញុំធ្វើការចុច download មកហើយបន្តមកទៀតគឺវាតម្រូវយើងវាយជាមួយនឹង passwordបន្ទាប់ពីយើងធ្វើការវាយ password រួចរាល់ហើយគឺវានឹង load ចុចពាក្យថា review អញ្ចឹងយើង select ទៅលើពាក្យ review តាមវាមកដូចខ្ញុំនិយាយនៅខាងដើមអញ្ចឹងគឺវាអត់ទាន់ត្រឹមត្រូវ 100% ទេអញ្ចឹងពេលដែលយើងធ្វើការចុច review ទៅគឺយើងអាចចូលមកធ្វើការផ្លាស់ប្ដូរនៅចំណុចត្រង់នេះអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការចុច review ហើយគឺវានឹងចេញមកបែបនេះអ្នកនរគ្នាពេលដែលចេញបែបនេះហើយកន្លែងនេះគឺអ្នកនរគ្នាអាចធ្វើការដូរដាក់មក Cambodia វិញមកអូខេដូរដាក់ Cambodia ហើយខាងក្រោមនេះអ្នកនរគ្នាអាចធ្វើការបើកវាមកហើយយើងធ្វើការ select next ទៅខាងមុខទៀតអញ្ចឹងចូលមកដល់ចំណុចត្រង់នេះអ្នកនរគ្នាមិនចាំបាច់គិតអីច្រើនទេអ្នកនរគ្នាធ្វើការ select ទៅលើពាក្យថា none នេះមកអូខេហើយនៅខាងក្រោមនេះអ្នកនរគ្នាអាចធ្វើការដាក់ជាមួយនឹងលេខផ្លូវមកបើសិនជាអ្នកនរគ្នានៅលើផ្លូវលេខ150អ្នកនរគ្នាអាចធ្វើការ select ទៅលើផ្លូវលេខ150អញ្ចឹងមកអូខេអញ្ចឹងឥឡូវកន្លែងនេះគឺខ្ញុំសូមដាក់ជាមួយនឹងលេខផ្លូវនៅផ្ទះខ្ញុំតែម្ដងគឺ271អូខេកន្លែងនេះគឺយើងដាក់ដូចគ្នាមក271ហើយចំណុចកន្លែងនេះគឺអ្នកនរគ្នាអាចទៅសេមកជាមួយនឹងទីក្រុងរបស់យើងគឺភ្នំពេញអូខេកន្លែងនេះគឺ country របស់យើងគឺយើងអាចជ្រើសជាមួយនឹងទីក្រុងភ្នំពេញដូចគ្នាប៉ុណ្ណឹងគឺរួចរាល់ហើយនៅចំណុចកន្លែងនេះគឺជាលេខកូដ postal code ប្រទេសរបស់យើងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាមិនចាំបាច់ទៅ search ច្រើនទេអ្នកនរគ្នាអាចធ្វើការវាយតាមខ្ញុំមកនៅកន្លែងណាក៏ត្រូវដែរគឺយើងវាយជាមួយនឹង postal code 12000អ្នកនរគ្នាហើយកន្លែងនេះគឺជាលេខទូរស័ព្ទដៃរបស់យើងគឺយើងអាចដាក់លេខទូរស័ព្ទដៃរបស់យើងវិញមកលេខដែលយើងធ្វើការបង្កើតមុនហ្នឹងអញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញលេខផ្លូវទីតាំងរបស់យើងរួចរាល់ហើយយើងធ្វើការចុចដានមកអ្នកនរគ្នាហើយយើងធ្វើការចុចពាក្យថា submit ហើយបន្តមកទៀតគឺវានឹងទាមទារជាមួយនឹង password Apple ID របស់យើងអាចធ្វើការវាយចូលទៅអូខេបន្តមកទៀតគឺយើងធ្វើការចុច OK ទៅអ្នកនរគ្នាតែប៉ុណ្ណឹងគឺយើងអាចធ្វើការ download ជាមួយនឹងកម្មវិធីផ្សេងៗហ្នឹងគឺបានតាមចិត្តរបស់យើងហើយអញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញរួចរាល់អស់ហើយឥឡូវខ្ញុំមកធ្វើការ download ឲ្យអ្នកនរគ្នាមើលអូខេខ្ញុំសូមធ្វើការ download ជាមួយនឹង Messenger អញ្ចឹងពេលដែលយើងធ្វើការចុច download ដំបូងគឺវានឹងទាមទារជាមួយនឹង password ដែលយើងបានធ្វើការបង្កើតនៅខាងដើមហ្នឹងអញ្ចឹងអ្នកនរគ្នាអាចធ្វើការវាយចូលមកហើយយើងចុច sign in សារថ្មីទៅអ្នកនរគ្នាអូខេចង់ដឹងថាវា download បាន 100% អត់អូខេអញ្ចឹងឥឡូវនេះគឺវា download បាន 100% ហើយអ្នកនរគ្នាអញ្ចឹងបើសិនជាវាចេញបែបនេះទៀតអ្នកនរគ្នាអាចធ្វើការចុចពាក្យថា save password មកពេលដែលយើង save រួចរាល់ហើយអញ្ចឹងទៅពេលដែលយើងធ្វើការ download ជាមួយនឹងកម្មវិធីក្រោយៗទៀតគឺមិនចាំបាច់ជាមួយនឹងវាយ password ចូលទៀតទេប៉ុណ្ណឹងគឺរួចរាល់ហើយអ្នកនរគ្នា easy មែនតើអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយធ្វើការចុច like និង subscribe នៅ YouTube Channel របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនអ្នកនរគ្នាហើយយើងចាំជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតបើសិនជាអ្នកនរគ្នាមានចម្ងល់អីអ្នកនរគ្នាក៏អាចធ្វើការ comment បាននៅខាងក្រោមវីដេអូរបស់ខ្ញុំផងដែរនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកប្រាប់បងប្អូនយើងពីរបៀបផ្ទេរឯកសារពីទូរស័ព្ទដៃចាស់ចូលទៅទូរស័ព្ទដៃថ្មីហ្នឹងហើយដោយសារតែវីដេអូផ្ទេរឯកសារឬមួយក៏របៀប transfer ឯកសារពីទូរស័ព្ទដៃចាស់ចូលទៅទូរស័ព្ទដៃថ្មីហ្នឹងគឺខ្ញុំបានធ្វើម្ដងរៀងរាល់ហើយក៏ប៉ុន្តែវារៀងយូរហើយបងប្អូនយើងគឺគាត់រកអត់ឃើញហើយគាត់ស្នើសុំឲ្យខ្ញុំធ្វើឡើងវិញអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានទូរស័ព្ទដៃ iPhone 2 series មួយនេះគឺជាទូរស័ព្ទដៃដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃវាជាទូរស័ព្ទដៃចាស់ហើយរូបភាពឯកសារវីដេអូផ្សេងៗគឺវានៅជាមួយទូរស័ព្ទដៃមួយនេះហើយសម្រាប់ទូរស័ព្ទដៃមួយនេះវិញគឺជាមួយនឹងទូរស័ព្ទដៃ iPhone 12 Pro គឺជាទូរស័ព្ទដៃមួយថ្មីហើយខ្ញុំចង់ធ្វើការផ្ទេរឯកសារពីអាចាស់
ចូលទៅក្នុងទូរស័ព្ទដៃថ្មីអញ្ចឹងប្រសិនបើបងប្អូនទាំងគ្នាអត់ទាន់ចេះពីរបៀបធ្វើការផ្ទេរឯកសារពីទូរស័ព្ទដៃចាស់ចូលទៅទូរស័ព្ទដៃថ្មីកុំភ្លេចមើលជាមួយនឹងវីដេអូមួយនឹងជាមួយនឹងខ្ញុំទាំងអស់គ្នាហើយហ្នឹងហើយបើសិនជាបងប្អូនទាំងគ្នាកំពុងតែមានគោលបំណងចង់វាយដូរឡើងសេរីអីបងប្អូនទាំងគ្នាកុំភ្លេចឆែកជាមួយនឹងហាង Devin Store ហាងលក់ទូរស័ព្ទដៃ Devin Store គឺគាត់មានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ជម្រើសតែម្ដងមិនតែប៉ុណ្ណោះហាងរបស់គាត់គឺមានគ្រប់សេវាកម្មទៀតមានទាំងទិញដាច់វាយដូរនិងបោះរំលោះហើយសម្រាប់តម្លៃផ្សេងៗគឺអ្នកទាំងគ្នាធ្វើការរកបានជាមួយនឹងហាង Devin Store ខ្ញុំសូមបញ្ជាក់បន្តិចមុននឹងបងប្អូនទាំងគ្នាធ្វើការ transfer ពីទូរស័ព្ទដៃចាស់ទៅទូរស័ព្ទដៃថ្មីទីមួយគឺបងប្អូនត្រូវសម្គាល់ថាទូរស័ព្ទដៃរបស់បងប្អូនគឺមានថ្មច្រើនអាចថាចាប់ពី 50% ឡើងទៅហើយសម្រាប់ទូរស័ព្ទដៃមួយនេះក៏ត្រូវតែមានថ្មចាប់ពី 50% ឡើងទៅដូចគ្នាហើយទីពីរគឺទៅលើ Wi-Fi អញ្ចឹងបងប្អូនទាំងគ្នាត្រូវប្រកាសថាទូរស័ព្ទដៃរបស់បងប្អូនបានធ្វើការកំណត់ក៏ដូចជាការភ្ជាប់ជាមួយនឹង Wi-Fi ហ្នឹងបានរួចរាល់ហើយ Wi-Fi បងប្អូនហ្នឹងគឺដើរស្រួលអញ្ចឹងណាហើយបន្តមកទៀតគឺបងប្អូនទាំងគ្នាយកមកជាមួយទូរស័ព្ទដៃថ្មីរបស់យើងមកបងប្អូនទាំងគ្នាគាត់ធ្វើការចូលមក setting មកហើយយើងធ្វើការឲ្យចូលទៅខាងក្រោមចុចពាក្យ general ចុច general នេះមកបងប្អូនទាំងគ្នាចុច general ឲ្យចំខាងក្រោមផុតបងប្អូនទាំងគ្នានឹងបានឃើញជាមួយនឹងពាក្យថា transfer or reset iPhone អញ្ចឹងករណីកន្លែងនេះគឺយើងត្រូវតែធ្វើការ reset ទូរស័ព្ទដៃមួយហ្នឹងឲ្យទៅជាទូរស័ព្ទដៃមួយដែលទទេស្អាតអញ្ចឹងណាបងប្អូនទាំងគ្នាអូខេឥឡូវបងប្អូនទាំងគ្នាធ្វើការចុចទៅលើពាក្យថា restart នៅខាងក្រោមនេះមកចុច erase វាអានេះគឺខ្ញុំចាក់លេខកូដដៃអញ្ចឹងអ្នកទាំងគ្នាធ្វើការវាយជាមួយនឹងលេខកូដដៃរបស់បងប្អូនចូលទៅបើសិនជាវាទៀមទាប៉ុន្តែទូរស័ព្ទដៃថ្មីគឺយើងអត់ទាន់បានធ្វើការ set up ក៏វាអត់ចេញបែបហ្នឹងដែរពេលដែលយើងធ្វើការចុចទៅគឺវាចេញតែម្ដងឥឡូវខ្ញុំសូមធ្វើការវាយលេខកូដចូលសិនអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការចុច erase ទៅគឺវានឹងចេញបែបនេះតែម្ដងហើយយើងធ្វើការរងចាំវាបន្តិចដើម្បីធ្វើការ set up ជាមួយទូរស័ព្ទដៃមួយនេះឡើងវិញអញ្ចឹងណាបន្ទាប់ពីបងប្អូនទាំងគ្នាធ្វើការ erase ទូរស័ព្ទដៃមួយហ្នឹងហើយពេលដែលយើងធ្វើការបើកឡើងវិញគឺវានឹងចេញបែបនេះហើយសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចនៅពេលដែលទូរស័ព្ទដៃរបស់បងប្អូនទិញមកថ្មីប្រអប់ហើយយើងធ្វើការបើកឡើងគឺវាចេញបែបនេះដូចគ្នាអញ្ចឹងណាបងប្អូនទាំងគ្នាអូខេអញ្ចឹងទៅលើការ transfer គឺអត់មានពិបាកទេបងប្អូនទាំងគ្នាត្រូវដាក់ជាមួយទូរស័ព្ទដៃចាស់របស់យើងហ្នឹងគឺចិត្តជាមួយទូរស័ព្ទដៃថ្មីអញ្ចឹងបន្ទាប់ពីធ្វើការដាក់ចិត្តបែបនេះទៅបងប្អូនទាំងគ្នានឹងបានឃើញវា load ឲ្យយើងធ្វើការ set up ទៅទូរស័ព្ទដៃថ្មីណាបងប្អូនទាំងគ្នាអញ្ចឹងយើងអាចធ្វើការដោះអានេះសិនមកហើយឥឡូវនេះគឺវាទៀមទាជាមួយនឹងវាទៀមទាជាមួយនឹងដែលយើងធ្វើការប្រើប្រាស់ប្រចាំថ្ងៃណាបងប្អូនយើងអាចធ្វើការដោះវាសិនមកអូខេអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការដោះសារហើយគឺវានឹង load ចេញបែបនេះណាបងប្អូនទាំងគ្នាហើយបងប្អូនទាំងគ្នាគ្រាន់តែធ្វើការយកកាមេរ៉ាមក scan កន្លែងត្រង់ចំណុចកន្លែងនេះមកនេះឃើញអត់អញ្ចឹងពេលដែលធ្វើការ scan វាទៅគឺវានឹង load ចូលទៅ transfer ចូលទៅទូរស័ព្ទដៃថ្មីរបស់យើងហ្នឹងគឺអូតូតែម្ដងហើយបងប្អូនទាំងគ្នាធ្វើការចុច set up តាមខ្ញុំមកអូខេហើយខាងនេះគឺវាទាមទារឲ្យយើងធ្វើការវាយជាមួយនឹងលេខកូដទូរស័ព្ទដៃចាស់ចូលទៅអូខេអញ្ចឹងបើសិនជាបងប្អូនដាក់មិនគឺវាយចូលតាមនឹងទៅសម្រាប់លេខកូដទូរស័ព្ទដៃចាស់របស់យើងណាឥឡូវខ្ញុំសូមធ្វើការវាយចូលសិនអូខេអញ្ចឹងបន្តមកទៀតគឺវានឹង load ធ្វើការ set up ឲ្យបងប្អូនទាំងគ្នាធ្វើការរងចាំបន្តិចទៅអូខេអញ្ចឹងបន្ទាប់ពីចេញបែបនេះបងប្អូនទាំងគ្នាធ្វើការចុច set up ជាមួយនឹងទូរស័ព្ទដៃថ្មីរបស់យើងមកអូខេកន្លែងនេះគឺខ្ញុំសូមយកខាងក្រោមសិនគឺខ្ញុំអត់ចង់ធ្វើការចាក់សោ scan មកអីទេហើយយើងចុច continue ហើយយើងចុច agree វាមកអូខេហើយយើងចុច continue ទៀតមកអ្នកទាំងអស់គ្នាគឺយើងធ្វើការ transfer ឯកសារទាំងអស់តែម្ដងពីទូរស័ព្ទដៃចាស់របស់យើងណាកន្លែងនេះគឺចុចយកខាងក្រោមបានអូខេអានេះគឺដោយសារតែទូរស័ព្ទដៃចាស់របស់ខ្ញុំ version 18.3 ហើយអានេះគឺវាអត់ដល់18.3អញ្ចឹងគឺវាទាមទារឲ្យយើងធ្វើការ update version ទៅដល់8.3សិនអញ្ចឹងឥឡូវនេះគឺខ្ញុំសូមធ្វើការ update សិនដោយសារនេះគឺចំណាយពេលបន្តិចបើសិនជាបងប្អូនទាំងគ្នាធ្វើការ update មកដល់ចំណុចត្រង់កន្លែងនេះគឺវាទាមទារយើងធ្វើការ update ទៅ version ដូចគ្នាសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចបើសិនជាទូរស័ព្ទដៃស៊េរីចាស់របស់បងប្អូនប្រើជាមួយនឹង version 18.3ទូរស័ព្ទដៃស៊េរីថ្មីរបស់បងប្អូនក៏ត្រូវតែមានមកជាមួយនឹង version 18.3ដូចគ្នាអញ្ចឹងបងប្អូនទាំងគ្នាមុននឹងធ្វើការ transfer អាចចូលទៅមើលកន្លែង iOS នឹងឲ្យហើយទៅដើម្បីកុំឲ្យពិបាកនៅត្រង់ចំណុចកន្លែងនេះទៀតឥឡូវខ្ញុំសូមធ្វើការចុច update សិនឥឡូវយើងធ្វើការរងចាំបន្តិចអូខេអញ្ចឹងបន្ទាប់ពីបងប្អូនទាំងគ្នាធ្វើការ update version ហើយគឺវាចេញបែបនេះដដែលកន្លែងនេះគឺលេខកូដទូរស័ព្ទដៃចាស់របស់យើងដែលយើងបានធ្វើការ set up ពីមុនណាយើងអាចធ្វើការវាយចូលបានអូខេអញ្ចឹងករណីបើសិនជាទូរស័ព្ទដៃរបស់បងប្អូន version ដូចគ្នាពេលដែលយើងធ្វើការចុចបែបហ្នឹងហើយគឺវានឹង load prepare
ឲ្យយើងធ្វើការ transfer auto បែបនេះតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើការផ្ទេរឯកសារឬមកក៏ transfer ឯកសារហ្នឹងបងប្អូនអ្នកគ្នាគឺត្រូវតែមើលទៅលើ version ឲ្យហើយអញ្ចឹងណាដើម្បីកុំឲ្យពិបាកដូចខ្ញុំក៏ចំណាយពេលទៅលើការ update version ទូរស័ព្ទដៃថ្មីនេះមិនចំណាយពេលជិត20នាទីដែរអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងបន្តមកទៀតវា load បែបនេះបងប្អូនអ្នកគ្នាធ្វើការរងចាំបន្តិចទៅគឺវានឹង load transfer ពីទូរស័ព្ទដៃចាស់ចូលទៅទូរស័ព្ទដៃថ្មីរបស់យើងអ្នកនរគ្នាវាកំពុងតែធ្វើការ preparing transfer ណាអញ្ចឹងបន្ទាប់ពីវាចេញបែបនេះហើយដោយដែលខ្ញុំបញ្ជាក់អញ្ចឹងទូរស័ព្ទទាំងពីរនេះគឺត្រូវតែនៅជិតគ្នាហើយយឺតឬមួយក៏លឿនគឺអាស្រ័យទៅលើទំហំផ្ទុកទៅលើការប្រើប្រាស់ជាមួយទូរស័ព្ទដៃចាស់របស់យើងបើសិនជាទូរស័ព្ទដៃចាស់របស់យើងប្រើប្រាស់ជាមួយនឹង memory ច្រើនទៅលើការ transfer ក៏ចំណាយពេលចាំយូរដែរអ្នកនរគ្នាក៏ប៉ុន្តែនេះគឺវាតូចទេត្រឹមតែ 60G ហើយទៅលើការប្រើប្រាស់របស់ខ្ញុំប្រហែលជា 30G ជាងឥឡូវគឺចិត្តពេញហើយបងប្អូនអ្នកគ្នាធ្វើការរងចាំរហូតដល់វាពេញទៅអូខេអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីវាធ្វើការ transfer រួចរាល់ហើយទូរស័ព្ទដៃចាស់របស់យើងគឺវានឹង load បែបនេះហើយអ្នកនរគ្នាត្រូវធ្វើការចុច continue វាទៅអូខេអញ្ចឹងបន្តមកទៀតទូរស័ព្ទដៃមួយនេះគឺវានឹងធ្វើការ set up ឡើងមកវិញអូខេហើយសម្រាប់ទូរស័ព្ទដៃចាស់នេះគឺគេសួរថាទៅលើឯកសារចាស់ទាំងអស់នៅក្នុងទូរស័ព្ទដៃមួយហ្នឹងបងប្អូនទាំងគ្នាចង់ធ្វើការ erase វាចោលឬមួយក៏បងប្អូនទាំងគ្នាធ្វើការទុកសិនអញ្ចឹងសម្រាប់ទូរស័ព្ទដៃចាស់របស់ខ្ញុំមួយនេះគឺខ្ញុំនៅប្រើនៅឡើយទេគឺខ្ញុំសូមធ្វើការទុកសិនគឺបងប្អូនទាំងគ្នាធ្វើការចុចពាក្យថា not now នៅខាងក្រោមឬមួយក៏បងប្អូនទាំងគ្នាគិតថាទូរស័ព្ទដៃនេះគឺអ្នកទាំងគ្នាចង់វាយចេញលក់ចោលហើយអញ្ចឹងណាបងប្អូនទាំងគ្នាអាចធ្វើការចុច continue ទៅនិងធ្វើការ erase វាទៅគឺរួចជាការស្រេចហើយអញ្ចឹងខ្ញុំសូមធ្វើការចុច not now សិនអូខេឥឡូវយើងធ្វើការរងចាំជាមួយទូរស័ព្ទដៃមួយនេះវាធ្វើការ set up ឡើងចង់នឹងថាទៅលើការ transfer ឯកសាររបស់យើងមួយហ្នឹងវាបានជោគជ័យ 100% ដែរឬអត់អូខេខ្ញុំធ្វើការបើកវា while code ចាស់ចូលយើងចុច continue មក set up face ID មិនបាច់ទេពេលក្រោយកន្លែងនេះគឺខ្ញុំសូម skip សិនកន្លែងនេះគេឲ្យវាយpassword ចូលទៅណាបងប្អូនទាំងគ្នា password សម្រាប់ Apple ID អាចាស់របស់យើងនេះអញ្ចឹងឥឡូវយើងបានធ្វើការ transfer រួចរាល់ហើយយើងទៅមើលជាមួយនឹងកម្មវិធីផ្សេងៗថាវាដូចគ្នាដែរឬអត់អញ្ចឹងណាអូខេនេះបងប្អូនទាំងគ្នាអាចមើលបានទៅលើកម្មវិធីផ្សេងគឺវាចូលមកក្នុងទូរស័ព្ទដៃថ្មីរបស់យើងអស់ហើយអ្នកនរគ្នាក៏ប៉ុន្តែវានៅ load សញ្ញាឲ្យយើងធ្វើការ download ដោយសារតែខ្ញុំអត់ទាន់បានធ្វើការវាយជាមួយនឹងលេខកូដ Apple ID ចូលទៅណាអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់ឲ្យវាធ្វើការ download បងប្អូនទាំងគ្នាចូលទៅធ្វើការវាយជាមួយនឹងលេខកូដ Apple ID របស់យើងចូលទៅអូខេខ្ញុំសូមធ្វើការ set up ជាមួយនឹងលេខកូដ Apple ID របស់ខ្ញុំចូលទៅសិនយើងធ្វើការវាយចូលមកតទៅពេលបងប្អូនទាំងគ្នាធ្វើការវាយជាមួយនឹងលេខកូដ Apple ID ទាំងអស់នឹងចូលហើយបងប្អូនទាំងគ្នាក៏ធ្វើការចុចទៅលើវាទៅដើម្បីធ្វើការ download ណាបងប្អូនទាំងគ្នាឲ្យវាធ្វើការ download ទៅហើយឥឡូវយើងចូលទៅធ្វើការឆែកជាមួយនឹងរូបភាពឬមួយក៏វីដេអូដែលមាននៅក្នុងទូរស័ព្ទដៃចាស់ទូរស័ព្ទដៃថ្មីរបស់យើងវាមានដូចគ្នាដែរឬអត់អូខេអញ្ចឹងដោយដែលបងប្អូនបានឃើញហើយទៅលើរូបភាពទូរស័ព្ទដៃចាស់គឺវាមាននៅក្នុងទូរស័ព្ទដៃថ្មីរួចរាល់ទាំងអស់តែម្ដងអញ្ចឹងគឺដោយបងប្អូនបានឃើញគឺងាយខ្លាំងមែនតើអញ្ចឹងទៅលើការចែករំលែករបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តហើយបើសិនជាគិតថាមានប្រយោជន៍កុំភ្លេច share ជាមួយនឹងវីដេអូនេះទុកអរគុណច្រើនខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យថ្មទូរស័ព្ទដៃ iPhone របស់បងប្អូននឹងស៊ីថ្មប្រើប្រាស់អត់សូវបានយូរអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាជួបជាមួយនឹងបញ្ហាទូរស័ព្ទដៃរបស់យើងនឹងប្រើប្រាស់រាល់ថ្ងៃអត់សូវជាកាន់ថ្មទេថ្ងៃនេះគឺខ្ញុំមានចំណុចខ្លះយកមកចែករំលែកអ្នកនរគ្នាហើយហ្នឹងហើយបើសិនជាអ្នកនរគ្នាចង់នឹងថាមានចំណុចអ្វីខ្លះកុំភ្លេច share ជាមួយនឹងវីដេអូនេះទុកពីព្រោះថាចិត្តដល់ថ្ងៃមែនតើចិត្តដល់ថ្ងៃដើរលេងថតរូបខ្លាំងមែនតើហើយអញ្ចឹងបើកាលណាយើងចេញទៅខាងក្រៅថ្មរបស់យើងនៅសុកថតទៅប្រហែលពីវាប៉ុស្តិ៍ឲ្យលុតថ្មអីហ្នឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបសេវថ្មទុកថតថ្ងៃចូលឆ្នាំទាំងអស់គ្នាអូខេឥឡូវតោះកុំឲ្យខាតពេលវេលាយូរចំណុចទី1ដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាមូលហេតុដែលធ្វើឲ្យទូរស័ព្ទដៃ iPhone របស់អ្នកនរគ្នានឹងស៊ីថ្មគឺខ្ញុំសូមផ្ដោតសំខាន់ទៅលើ Win 7តែម្ដងបងប្អូនអ្នកនរគ្នាទូរស័ព្ទដៃ iPhone របស់យើងជាទូទៅគឺយើងតែងតែបើកជាមួយនឹង Win 7ទាំងអស់នេះចោលហើយពេលដែលយើងបើកចោលបែបនេះទៅលើ app ទាំងអស់ហ្នឹងគឺវាធ្វើការ refresh គ្រប់ពេលគ្រប់វេលាតែម្ដងអាចនិយាយបានថាគឺ real time តែម្ដងអ្នកនរគ្នាចាំបើសិនជាអ្នកនរគ្នាចង់ឲ្យទូរស័ព្ទដៃរបស់យើងនឹងកាន់ថ្មបានច្រើនជាងមុនចំណុចទាំងអស់នេះហើយគឺជាចំណុចមួយដែលស៊ីថ្មខ្លាំងមែនតើអញ្ចឹងអ្នកនរគ្នាអាចធ្វើការ remove វាចោលទៅបើសិនជាអ្នកនរគ្នាគិតថាអត់មានប្រយោជន៍ដល់អ្នកនរគ្នាអញ្ចឹងណាយើងចុច remove វាចោលមកយើងគ្រាន់តែធ្វើការចុចសង្កត់វាហើយយើងចុច remove វាអញ្ចឹងមកអ្នកនរគ្នា
ហើយទៅលើវាចិត្តវាមានច្រើនខ្លះមែនតើត្រង់ចំណុចកន្លែងនេះអ្នកនរគ្នាពេលដែលយើងអស់មកអញ្ចឹងណាអូខេហើយត្រង់ចំណុចកន្លែងនេះក៏ដូចគ្នាផងដែរថ្ងៃខែក៏ដូចជា Google Map ជាដើមបងប្អូនទាំងគ្នាអញ្ចឹងហើយ app ទាំងអស់នេះគឺវាដំណើរការអូតូម៉ាទិកតែម្ដងទោះបីជាយើងឈប់ប្រើទូរស័ព្ទក៏ដោយក៏ប៉ុន្តែគឺយើងបានធ្វើការបើកវា refresh ទុកចោលតែម្ដងអញ្ចឹងហើយទោះយើងទៅណាមកណាយើងទុកចោលមិនក៏វា refresh ដែរធ្វើឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងគឺស៊ីថ្មច្រើនខ្លាំងមែនតើសម្រាប់កន្លែងនេះបើសិនជាអ្នកនរគ្នាចង់ remove យើងគ្រាន់សកលអញ្ចឹងមកហើយយើងអាចចុច remove វាចោលអញ្ចឹងមកអ្នកនរគ្នាហើយបើយើងគិតថាមួយណាដែលមានប្រយោជន៍គឺអ្នកនរគ្នាទុកវាទៅដើម្បីជាប្រយោជន៍ដល់យើងអញ្ចឹងណាអូខេចូលដល់ចំណុចទី2គឺយើងចូលទៅ setting យើងចូលមក setting អញ្ចឹងមកបន្តមកទៀតគឺអ្នកនរគ្នាចុចទៅលើពាក្យថា general ដោយទូរស័ព្ទដៃ iPhone គឺវាមានមកជាមួយនឹងមុខងារមួយដែលគេហៅថា background app refresh ទៅលើមុខងារមួយហ្នឹងវាធ្វើការ refresh ជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងទុកចោលតែម្ដងដូច្នេះហើយវាធ្វើឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងគឺស៊ីថ្មច្រើនខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកនរគ្នាចូលមកដល់ចំណុចកន្លែងហ្នឹងហើយគឺយើងចូលមកកន្លែង general អ្នកនរគ្នាគឺយើងចូលមក general អញ្ចឹងហើយយើងចុចទៅលើពាក្យថា background app refresh ពេលដែលអ្នកនរគ្នាចូលមកដល់ចំណុចកន្លែងនេះហើយបើសិនជា app មួយណាឬមួយក៏កម្មវិធីមួយណាដែលអ្នកនរគ្នាមិនសូវជាប្រើវាទេអ្នកនរគ្នាអាចបិទវាបានយើងចុចបិទអញ្ចឹងមកដូចទៅលើកម្មវិធី CapCut ឬមួយក៏កម្មវិធី Facebook អីហ្នឹងបើសិនជាអ្នកនរគ្នាចង់ save ថ្មឲ្យកាន់បានយូរអញ្ចឹងណាទៅលើ app ទាំងអស់នេះគឺអ្នកនរគ្នាអាចបិទវាចោលបានហើយពេលដែលយើងបើកទៅគឺវាដំណើរការធម្មតាវិញទេអ្នកនរគ្នាក៏ប៉ុន្តែបើសិនជាយើងចង់ save ថ្មយើងអត់សូវជាចាំបាច់អត់ទាន់ប្រើវាគឺយើងអាចបិទវាចោលតែម្ដងអូខេហើយចំណុចមួយទៀតគឺចំណុចសំខាន់តែម្ដងហ្នឹងពេលដែលទូរស័ព្ទដៃរបស់អ្នកនរគ្នានៅសល់ 20% អ្នកនរគ្នាអាចមើលត្រង់ចំណុចខាងលើនេះចំណុចកន្លែងនេះគឺខ្ញុំអាសាធ្វើខ្លាំងមែនទែនហើយបានផលខ្លាំងមែនទែនតែម្ដងគឺអ្នកនរគ្នាចុចលើកន្លែងនេះមក background app refresh ធម្មតាអ្នកនរគ្នាចូលមកប្រកាសជាបានឃើញវាបើកវាដាក់ថា Wi-Fi ហើយនិង data បានន័យថាពេលដែលយើងបើក Wi-Fi ក៏វាដំណើរការយើងបើក 3G 4G ហ្នឹងក៏វាដំណើរការដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចង់ឲ្យវាដំណើរការតែម្ដងចុចអស់វាមកតែប៉ុណ្ណឹងទៅគឺដូចជាការស្រេចឲ្យបើសិនជាថ្មអ្នកនរគ្នាស្រកនៅសល់ត្រឹមតែ 20% គឺអ្នកនរគ្នាអាចធ្វើបែបនេះគឺពិតជាល្អខ្លាំងមែនទែនអូខេចូលដល់មួយចំណុចទៀតគឺទៅលើ cell battery អ្នកនរគ្នាអញ្ចឹងទៅលើទូរស័ព្ទដៃ iPhone គឺគេបានបំពាក់មកជាមួយនឹងមុខងារមួយនឹងស្រាប់តែម្ដងបើសិនជាអ្នកនរគ្នាអត់មានអ្នកនរគ្នាគ្រាន់តែអូសកន្លែង control center ហ្នឹងមកយើងសង្កត់វាយើងចុច add control ហើយបន្តមកទៀតគឺយើងមើលទៅលើពាក្យថា low power mode នេះយើងចុចមកលើពាក្យហ្នឹងមកហើយបន្តមកទៀតគឺអ្នកនរគ្នានឹងទទួលបានជាមួយនឹងមុខងារមួយហ្នឹងហើយពេលដែលចិត្តអស់ថ្មគឺអ្នកនរគ្នាអាចបើកមុខងារមួយហ្នឹងបានឬមួយក៏អ្នកនរគ្នាអាចចូលទៅ setting តែម្ដងយើងចូលមក setting ចឹងមកហើយយើងចុចទៅលើពាក្យថា battery នឹងបានឃើញចំណុចមួយនេះហើយគឺគេដាក់ថា low power mode យើងបើកវាមកអានេះគឺជួយថែរក្សាថ្មអ្នកនរគ្នានឹងឲ្យកាន់បានយូរថែមទៀតអានេះគឺជាមួយចំណុចដែលខ្ញុំអាសាប្រើមែនតើបើនៅពេលដែលខ្ញុំចេញទៅខាងក្រៅហើយទូរស័ព្ទដៃរបស់ខ្ញុំអស់ថ្មអញ្ចឹងណាគឺខ្ញុំតែងតែធ្វើបែបហ្នឹងហើយចំណុចមួយទៀតគឺទៅលើ location ពេលដែលទូរស័ព្ទដៃរបស់អ្នកគ្នាសល់ត្រឹមតែ 20% អញ្ចឹងណាអ្នកនរគ្នាចូលមក setting អញ្ចឹងមកហើយបន្តមកទៀតគឺយើងអស់ចូលមកខាងក្រោមបន្តិចយើងមករកជាមួយនឹងពាក្យថា privacy and security យើងចុចមកលើពាក្យហ្នឹងមកបន្តមកទៀតគឺអ្នកនរគ្នាចុចទៅលើពាក្យថាlocation and service អញ្ចឹងចំណុចកន្លែងនេះក៏ធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកនរគ្នាហ្នឹងគឺស៊ីថ្មដូចគ្នាពេលដែលអ្នកនរគ្នាទៅណាមកណាហើយទៅលើកម្មវិធីទាំងអស់ហ្នឹងបើសិនជាអ្នកនរគ្នាបើក location គឺវានឹងចាប់ location តែម្ដងបើអ្នកនរគ្នាតែអាមេរិកទៅចិនទៅហុងកុងពេលហ្នឹងហើយទៅលើទូរស័ព្ទដៃរបស់អ្នកនរគ្នាគឺវាតែងតែ load refresh location ទៅគ្រប់ទីកន្លែងតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាចូលមកដល់ចំណុចកន្លែងនេះហើយអ្នកនរគ្នាចុចកន្លែង system and service ហ្នឹងមកបើសិនជាអ្នកនរគ្នាចង់បិទជាមួយនឹងកម្មវិធីណាមួយឬមួយក៏ app ណាមួយដែលអ្នកនរគ្នាអត់ចង់បើក location ណាគឺអ្នកនរគ្នាចុចទៅលើពាក្យ will using the app មកបើសិនជាជួបនៅខាងក្រោមនេះបានន័យថាយើងប្រើប្រាស់ជួបពេលដែលយើងបិទកម្មវិធីហើយក៏វានៅតែដំណើរការដែរក៏ប៉ុន្តែបើយើងដាក់ចំណុចកន្លែងនេះពេលដែលយើងប្រើប្រាស់កម្មវិធីគឺវាដំណើរការពេលដែលយើងចុចបិទគឺវាឡើងដំណើរការអូខេចូលដល់មួយចំណុចទៀតចុងក្រោយដែលខ្ញុំគិតថាសំខាន់ដូចគ្នាយើងថយមកក្រោយមកយើងមើលទៅលើពាក្យថា notification អ្នកនរគ្នាកន្លែងនេះគឺជាចំណុចមួយដែលសំខាន់ជាងគេខ្លាំងមែនតើតែម្ដងដោយសារតែមានបងប្អូនយើងខ្លះគាត់និយាយថាគាត់សាកថ្មចោលបានពេញ 100% ហើយក៏ប៉ុន្តែនៅព្រលឹមឡើងទូរស័ព្ទដៃរបស់គាត់នៅសល់ត្រឹមតែ 90% មូលហេតុដោយសារតែគាត់បើក 4G ចោលឬមួយក៏ Wi-Fi ចោលហើយ notification ហ្នឹងវា load alert ចុះឡើងអញ្ចឹងទៅអេក្រង់របស់យើងនឹងមិនភ្លឺបន្ទាប់ពីភ្លឺទៅគឺវាមិនស៊ីថ្មអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ save ថ្មទុកទៅដើរលេងថតរូបចូលឆ្នាំអីអញ្ចឹងណាគឺអ្នកនរគ្នាអាចចូលមកចំណុចកន្លែងនេះហើយយើងបិទទៅឧទាហរណ៍ថា Facebook យើងអត់ចង់ទទួល notification ទេអ្នកនរគ្នាចុចបិទទៅហើយទៅលើកម្មវិធីផ្សេងទៀតអូខេដូចជា CapCut ឬមួយក៏កម្មវិធីផ្សេងទៀតនិយាយទៅចូលមកដល់ចំណុចកន្លែងនេះ
គឺអ្នកទាំងគ្នាអាច select បិទបានតាមចិត្តដែលអ្នកទាំងគ្នាចង់បិទអូខេអញ្ចឹងថ្ងៃនេះទៅលើការចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងគ្នាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និង share ហើយសម្រាប់ YouTube កុំភ្លេចចុច subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនយើងនឹងជួបគ្នាជាមួយនៅវីដេអូក្រោយបាយបាយ